ปากกากระวันบอกแม่กันบ้านเตะผมเงียรึงมวยกระวันเมียนเนียรึงมวยกระวันเมียนเนียกาพิตุงจะอยู่เธอหายนับกาบ่เมียสนายหาบ่แต่เพียงกาชื่อจำสุขจัดได้สดใจดอนจูบโตดอนใส่เพราะให้นิสัยบองนั้นใส่ใส่เอ้ยใส่กระมอมเหมือนตัวทมซ้อมละมอมนังบองโสมร้อมนังโอนมาดองខ្ញុំមកដឹងថាបងប្អូនទាំងអស់គ្នាមានអ្នកខ្លះជា fan របស់គាត់ហើយឬនៅទេហ្នឹងហើយប៉ុន្តែដោយឡែកមានបងប្អូនខ្លះដែលគាត់អត់ស្គាល់ហ្នឹងហើយខ្ញុំសូមណែនាំគាត់គឺមានឈ្មោះថា Pro Lee Yang បងប្អូនណាហ្នឹងហើយបងប្អូនអាចទៅ search រកមើលបាន TikTok ក៏មាន Facebook ក៏មានហ្នឹងហើយ YouTube ក៏មានដែរណាគាត់គឺជាជនជាតិខ្មែរកម្ពុជាក្រោមបងប្អូនហ្នឹងហើយគាត់មានទេពកោសល្យពិសេសមែនទែនខ្ញុំសរសើរគាត់ចេះគ្រប់បែបយ៉ាងបងប្អូនហ្នឹងហើយទៅលើផ្នែកបទចម្រៀងមិនថាបទសម័យបទបុរាណហ្នឹងហើយបទរាំវង់កន្ទ្រឹមលំលាវនិយាយទៅគាត់ធ្វើបានទាំងអស់បងប្អូនណាហើយបទសម័យក៏គាត់ច្រៀងបានដែរហ្នឹងហើយគាត់អាចច្រៀងបទគេហៅថាវៀតណាមឬក៏បទខ្មែរយើងគឺបងប្អូនតនេបងប្អូនចូលទៅមើលណាហ្នឹងហើយ TikTok គាត់ក៏មាន Facebook គាត់ក៏មាន YouTube គាត់ក៏មានដែរបងប្អូនណាគឺគាត់ឈ្មោះលីយ៉ាងខ្ញុំដាក់នៅក្នុងអេក្រង់នេះបងប្អូនហើយគាត់អាសាឡើងមកខ្មែរយើងដែរបងប្អូនជាពិសេសគាត់មកលេងភ្នំពេញឬក៏ពេលខ្លះគាត់ទៅលេងសៀមរាបអញ្ចឹងណាទៅតំបន់ល្បីគឺគាត់តែងតែជួយផ្សព្វផ្សាយបងប្អូនណាហ្នឹងហើយនិយាយទៅគាត់ថតមករហូតហ្នឹងគាត់ជួយផ្សព្វផ្សាយទៅកាន់ពិភពលោកហ្នឹងហើយបានស្គាល់ហ្នឹងហើយពីអរិយធម៌វប្បធម៌ខ្មែរហើយគាត់មានការស្រឡាញ់គាត់និយាយទៅគឺបេះដូងគាត់គឺជាខ្មែរតែម្ដងណាខ្ញុំសរសើរគាត់និយាយទៅរាល់ការចេញបទចម្រៀងគាត់មួយគឺគាត់ច្រៀងបានព្រោះហើយសំខាន់គឺគាត់ច្រៀងច្បាស់បងប្អូនបើយើងអត់ចាប់អារម្មណ៍បើសិនជាបងប្អូនចូលទៅស្ដាប់ហ្នឹងហើយបទគាត់មួយដែលគាត់ច្រៀងភាសាខ្មែរបងប្អូនបើយើងអត់ដឹងយើងគិតថាគាត់ Colio សាច់លេខ1សាច់ Premium សម្រាប់បរិះតាន់សម័យស្លៀកហើយតិចស្រួលមិនស្អុះស្អាប់បោកទឹកមិនយាមិនបែកព្រួយសាច់យឺតស្រួលស្លៀកបងប្អូនអាចទំនាក់ទំនងមក Page Phuket ឥឡូវនេះបាន Promotion 4ថែម1 freeសេវាដឹកជូនគឺជាជនជាតិខ្មែរយើងឬខ្មែរកដាលដែលច្រៀងបងប្អូនព្រោះបទគាត់មកពាក្យមិនថាអក្ខរាវិរុទ្ធហ្នឹងហើយការថ្នមសម្លេងឬក៏ការប្រើប្រាស់សម្លេងអីគឺដូចហ្នឹងហើយជនជាតិខ្មែរយើងដែលនៅខ្មែរកដាលតែម្ដងបងប្អូនទាំងអឺនទាំងអីនិយាយទៅបទគាត់មួយបទគឺព្រោះមែនតើហើយសំខាន់គាត់អាចច្រៀងបទខ្មែរយើងបានគ្រប់ទម្រង់ហើយមិនត្រឹមតែប៉កែទេគាត់ក៏សង្ហាដែរបងប្អូនណាហ្នឹងហើយស្រីល្មមឃើញគឺលងតែម្ដងគាត់ខ្ពស់ហ្នឹងហើយខ្មៅស្អែមទេគាត់នេះហ្នឹងហើយសំខាន់គាត់មាន fan គាត់ច្រើនណាបងប្អូនណាមិនថា TikTok ឬក៏ Facebook បងប្អូនអាចចូលទៅមើលបានណាហ្នឹងហើយជួយទៅ like ទៅ share ក៏ដូចជាបងប្អូនទៅមើលវីដេអូគាត់ណាហ្នឹងហើយខ្មែរកម្ពុជាក្រោមយើងគឺប៉កែណាបងប្អូនហើយនៅកម្ពុជាក្រោមគឺគាត់អាសាឡើងកម្មវិធីណាបងប្អូនណាមិនថាឡើងផ្ទះមិនថាបុណ្យភូមិឬក៏កម្មវិធីផ្សេងហ្នឹងហើយគឺគេតែងតែហៅគាត់ណាឡើងទៅច្រៀងនៅលើឆាកនៅលើអីចឹងទៅគាត់ច្រៀងបដារាំបដាអីចឹងណាបងប្អូននិយាយទៅខ្ញុំទៅសើគាត់មែនតើគាត់បែបសាមញ្ញហើយបើសិនជានៅខ្មែរខ្ញុំជឿថាប្រកាសជាមានផលិតកម្មតាក់ទងទៅគាត់ហើយដើម្បីឲ្យមកថតព្រោះរិសាសម្លេងគាត់គឺព្រោះបងប្អូនហើយមិនត្រឹមតែសម្លេងព្រោះទេរូបរាងគាត់ក៏សង្ហាហើយមើលទៅគាត់គឺជាមនុស្សដែលមានចរិតរឹកពីហ្នឹងហើយក៏ដូចជាគេហៅថាប្រកាន់អត្តសញ្ញាណខ្មែររបស់យើងណាទោះបីគាត់នៅកម្ពុជាក្រោមក៏ដោយក៏គាត់នឹងឲ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់យើងដែរឆ្លុះបញ្ចាំងតាមរយៈការហ្នឹងហើយចេញជា MV ឬក៏ការថតឬក៏ការស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរយើងដើម្បីប្រម៉ូទនឹងឲ្យទៅកាន់ពិភពលោកក៏ដូចជាគាត់ជួយថែរក្សាបានយ៉ាងខ្ជាប់ខ្ជួនហើយគាត់ក៏ជាគំរូល្អមួយដែរនឹងឲ្យសម្រាប់បងប្អូនណាដែលគាត់ពេញចិត្តចូលចិត្តគាត់បងប្អូនកុំភ្លេចណានឹងឲ្យទៅចូលមើលវីដេអូរបស់គាត់ទៅហើយគាត់មានស្នាដៃច្រើនណាស់នឹងឲ្យនៅក្នុង YouTube ក៏ដូចជា TikTok និង Facebook ជាច្រើនណាហើយខ្ញុំខ្លាចជា fan របស់គាត់នឹងឲ្យតាំងពីគាត់ចេញបទអោបផ្កាក្រវ៉ាន់នឹងមកគឺខ្ញុំពេញចិត្តគាត់តែម្ដងអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយៗទៀត